ម៉ូតូ Yamaha ស្វែងរកបរិស្ថានស្អាតនិងភាពងាយស្រួលសម្រាប់ជីវិតសង្គមនៅខែមីនាម៉ូតូ Yamaha បានដាក់តាំងបង្ហាញម៉ូតូទឹកនិងគ្រឿងបរិក្ខារដ៏អស្ចារ្យនៅក្នុងកម្មវិធីពិព័រណ៍ទូកអន្តរជាតិរបស់ប្រទេសជប៉ុននៅក្នុងនោះ Yamaha Motor បានដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការទូកចុងក្រោយ Hamo វាត្រូវបានកំណត់យ៉ាងងាយស្រួលទៅនឹងទូកដូចគ្នាទៅនឹងម៉ូតូខាងក្រៅកម្លាំងជំរុញអគ្គិសនីធ្វើឲ្យបរិស្ថានស្អាតនិងស្ងប់ស្ងាត់ចំណុចថ្មីនៃ Hamo ថ្មីគឺធ្វើឲ្យអូប័រតូច Hamo ចំនួនទី1មានប្រវែងបណ្ដោយឬទទឹងធំជាងបន្តិចប៉ុន្តែលើកនេះផ្នែកខាងក្នុងត្រូវបានរចនាឡើងឲ្យមានទម្ងន់ស្រាលនិងបង្រួមដូច្នេះយើងអាចសម្រេចបាននូវរូបរាងតូចច្រឡឹងជាមួយលទ្ធផលការសណ្ដោងនិងការដឹកជញ្ជូនត្រូវបានធ្វើឲ្យប្រសើរឡើងនៅពេលដែលអ្នកប្រើប្រាស់ធ្វើដំណើរផ្លូវឆ្ងាយនិងល្បឿនទាបបន្ទាប់ពីការកំណត់ការគ្រប់គ្រងទូក joystick អាចរក្សាល្បឿនដូចគ្នាវាគឺជាមុខងារថ្មីរបស់ស្លាបចក្រគឺ Joy Speed Hamo កំពុងកំណត់គោលដៅអតិថិជនជិះទូកកម្សាន្តដែលបើកយឺតៗក្នុងល្បឿនទាបនៅប្រទេសជប៉ុនមានផ្លូវទឹកនៅកន្លែងផ្សេងៗដូចជាប្រឡាយអូតារុនិងក៏ Tokushima Hiyotan ហើយយើងចង់ផ្ដល់ជូន Hamo ដល់អតិថិជនដែលចូលចិត្តការទស្សនាក្នុងល្បឿនទាបក្នុងផ្លូវទឹកនៅអឺរ៉ុបមានទូកនៅក្នុងបឹងដែលបើកយឺតៗហើយគេប្រើសម្រាប់ស្នាក់នៅលើបឹងបន្ថែមពីលើទូកទស្សនាក្នុងប្រឡាយ Amsterdam ទូកផ្ទះនិងទូកធ្ងន់ត្រូវបានធ្វើដំណើរការយឺតៗវាត្រូវគ្នានឹងលក្ខណៈនៃ Hamo ដូច្នេះយើងគិតថាទូកផ្ទះបែបនេះគឺជាគោលដៅរបស់ Hamo មានច្បាប់គ្រប់គ្រងអគ្គិសនីនៅសហរដ្ឋអាមេរិកមហាសេដ្ឋីសាងសង់វិឡានិងអភិវឌ្ឍស្រះសម្បនិមិត្តដើម្បីរីករាយនឹងការជិះទូកអគ្គិសនីខ្ញុំរំពឹងថា Hamo គឺត្រូវគ្នានឹងអតិថិជនបែបនេះជាលទ្ធផលនៃការស្រាវជ្រាវនិងការអភិវឌ្ឍ Yamaha Motor ទទួលបានកម្លាំងជំរុញស្អាតនិងភាពងាយស្រួលរបស់ទូកវានឹងពង្រីកការប្រើប្រាស់មិនត្រឹមតែសម្រាប់ផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងការប្រើប្រាស់ពេញលេញទូទាំងពិភពលោកផងដែរ